សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះយើងមករៀនសរសេរអក្សរញទាំងអស់គ្នាចាអក្សរញគឺមាន8ចលនាកូនៗមើលតាមលេខរៀងទៅចឹងដើម្បីសរសេរអក្សរញបានកូនៗត្រូវមាន First ហើយនឹង Color ដើម្បីយើងផាត់ពណ៌ទាំងអស់គ្នាចឹងកូនត្រៀមហើយនៅបើត្រៀមហើយតោះទៅរៀនសរសេរអក្សរញជាមួយនឹងបងជ្រូកទាំងអស់គ្នាអញ្ចឹងយើងមើលទាំងអស់គ្នាអក្សរញគឺមាន8ចលនាបន្តិចទៀតបងជ្រូកនឹងសរសេរឲ្យមើលទាំងអស់គ្នាកូនត្រូវមើលពីលេខ1រហូតដល់លេខ8តោះអញ្ចឹងចាប់ផ្ដើមលេខ1គឺយើងគួចពីក្នុងចេញមកក្រៅលេខ2ទាញពីក្រោមឡើងទៅលើរីឯលេខ3យើងបញ្ចុចកូនមើលតន់បន្តមកទៀតគឺលេខ4យើងទាញពីលើចុះមកក្រោមបាទពីលើចុះមកក្រោមលេខ5រួចលេខ6តើអត់កូនគឺយើងមើលតាមលេខហើយតាមចលនាបន្តមកទៀតចលនាទី7និងចលនាទី8បាទអក្សរញយើងរួចរាល់ហើយបន្តមកទៀតគឺយើងសរសេរអក្សរញហើយយើងនឹងធ្វើការផាត់ពណ៌ទាំងអស់គ្នាកូនត្រូវត្រៀមខលួទៀនដើម្បីផាត់ពណ៌អក្សរនេះគឺអក្សរញគឺញញឹមឬក៏ញញួរមែនទេកូនបានឃើញមុននេះហើយក្បាលវីដេអូរបស់យើងញញឹមក៏បានញញួរក៏បានដែរកូនតោះអក្សរញយើងចិត្តរួចរាល់ហើយកូនមើលតន់អត់បាទអញ្ចឹងគឺអក្សរញគឺចិត្តរួចរាល់ហើយទៅទៀតបាទរួចរាល់អញ្ចឹងបន្ទាប់ពីយើងសរសេរអក្សរញហើយកូនត្រូវត្រៀមគឺខលួទៀនខលួទឹកក៏បានដែរកូនតោះអញ្ចឹងកូនទៅរៀនផាត់ពណ៌ជាមួយបងជួបទាំងអស់គ្នាកូនស្រឡាញ់ពណ៌អីកូនផាត់ពណ៌នឹងទៅឥឡូវនេះបងជួបស្រឡាញ់ពណ៌ក្រហមបងជ្រូកផាត់ពណ៌ហើយអក្សរញគឺញញឹមគឺញញួរចឹងកូនទៅរៀននៅសាលាចេះសរសេរអក្សរញអស់ហើយនៅចឹងក្នុងវីដេអូបងជ្រូកគឺមានអក្សរករហូតដល់អក្សរអចឹងកូនយើងរៀនដល់អក្សរញហើយថ្ងៃនេះចេះផាត់ពណ៌អត់កូនតោះទៅរៀនជាមួយនឹងបងជ្រូកទាំងអស់គ្នាចាប់ផ្ដើមរហូតដល់បាទចិត្តចប់ហើយឥឡូវនេះកូននៅផ្ទះត្រូវរៀនផាត់ធ្វើម៉េចឲ្យស្អាតជាងបងជ្រូកឬនៅបើបងជ្រូកផាត់អត់សូវស្អាតកូនត្រូវផាត់ឲ្យបានស្អាតអញ្ចឹងបងជ្រូកផាត់ដល់ចលនាទី7បន្តមកទៀតគឺផាត់ដល់ចលនាទី8បាទអញ្ចឹងអក្សរញយើងចិត្តរួចរាល់ហើយតិចទៀតហើយអក្សរញយើងរួចរាល់បាទរួចរាល់ជាស្រេចបន្ទាប់ពីយើងផាត់ពណ៌ហើយកូនត្រូវមានដីឥដ្ឋយើងលុញដីឥដ្ឋឲ្យមូលតោះនេះកូនលុញដីឥដ្ឋឲ្យមូលបន្តមកទៀតកូនត្រូវបង្កើតទៅជាអក្សរញទៅតាមចលនានីមួយដែលបងជ្រូកបានដាក់ឲ្យមើលអញ្ចឹងកូនជឿថាមានដីឥដ្ឋទាំងអស់គ្នាព្រោះឲ្យនៅផ្ទះយើងលេងដីឥដ្ឋរាល់ថ្ងៃអញ្ចឹងយើងយកដីឥដ្ឋនឹងមកបង្កើតទៅជាចលនាអក្សរញបាទញគឺញញួរមែនទេបាទញគឺញញួរឬក៏ញញឹមអញ្ចឹងវីដេអូនេះគឺរួចរាល់ហើយបាទទៅដែរហើយកុំភ្លេចចុច Subscribe ឲ្យបងជ្រូកទាំងអស់គ្នាផងបាយ